thá ní mình men chia lịch khất liên lên pi tầm này nhiều rồi mình trai được thai thì tăng pi mongผมbuôn là hôm mà đo mong đọc pi từ nhóm hiện update qua đặc biệt nhóm ập tranh lại phim tiếp rồi nhóm tam đan tờ cho lo mongผมbuôn đó ạ sập here được thai rồi có cả nạ rồi mình trai được thai bánh chun lịch khất năng tứ đôi kia thà xe nọc nong phek năng men được ọt tam đàn mò mà bậc ai chẳng bên đây thà lâu đi dương bán đập nơi sự đây thay ca rồi bọn này dụ rồi mình trai thay từ từ chop mạnh mạnh đi đây là nông chùm hồ rồi bọn kia cứ mình miền ca liền lên vì tầm này ngày tế cái miền tây này dây thà kia bán sông tu từ mê toạp phù một phía pi rồi bọn kia hai sầm rùa con tay thay chỉ được một tí đây rừng miền nè và chi chuồn bọn kia crom chuồn này dụ một bọn kia nắng kỳ kết ta thường chân cư chỉ cả áo các bá bằng to bằng áp pui ẩm bô rồi bác kếឬcó bằng to bằng áp kê tỷ dụ rồi bác tế kê plek kết thà phai thong than thưa nè bị pru việc bạc bia đol xe từ cách vào tế thay mình toàn rong phol pa pol chਰਨ thế na rồi dạ pel ní việc miền dạ pel chết pi sắp đàiแต่บอยกันลองพดตื้อdạ pel đol trăm khe ឬក៏ឡើងកាន់ខែតទៅទៀតសេដ្ឋកិច្ចរបស់ថៃដាំក្បាលចុះដោយស្វ័យប្រវត្តិវិបត្តិសេដ្ឋកិច្ចនឹងកើតឡើងចាំមើលតើប្រជាពលរដ្ឋមានប្រមាណលានអ្នកដែលទៅបះបោបាតកម្មរំលំរដ្ឋាភិបាលឬក៏រំលំកងទ័ពដោយខ្លួនឯងខ្ញុំបាទជំរាបសួរបងប្អូនថ្ងៃនេះយើងមកអាប់ដេតព័ត៌មានបន្តិចបាទពីព្រឹកមិញខ្ញុំបានបង្ហោះសេចក្តីថ្លែងការណ៍មួយរបស់មេតបថៃដែលជាអតីតមេតបហើយគាត់បានមកបង្កើតគណៈបកនយោបាយមួយហើយដែលព្រឹកឡើងបើក Facebook មកឃើញតែគេយកលិខិតនឹងយកទៅផុសហ្នឹងហើយសេចក្តីថ្លែងការណ៍របស់គាត់នឹងគេយកទៅផុសហើយរួចហើយគេដាក់ចំណងជើងថាបើជាលិខិតលេងរបស់នាយករដ្ឋមន្ត្រីថៃខ្ញុំក៏បានចុចទៅចូលទៅអានសេចក្តីថ្លែងការណ៍ហ្នឹងបាទចឹងមានន័យថាប្រជាពលរដ្ឋខ្មែរយើងពេលខ្លះមិនទទួលយកព័ត៌មានជាក់លាក់គ្រប់មជ្ឈដ្ឋានទេហើយរូតយកមកផ្សព្វផ្សាយបាទចឹងសូមបញ្ជាក់ប្រាប់ថាលិខិតនោះតាំងពីម៉ោង 9 នោះដែលគេបានផ្សព្វផ្សាយថានាយករដ្ឋមន្ត្រីថៃនឹងធ្វើការលាលែងពីតំណែងហើយចុះហត្ថលេខាតាំងពីម៉ោង 1 យប់កដាលអាធ្រាត្រអញ្ចឹងនៅម៉ោង 9 នេះនឹងមានការបញ្ជូនលិខិតលាលែងនេះទៅកាន់សភាថៃដល់ពេលខ្ញុំចូលទៅអានលិខិតនឹងទៅវាជាសេចក្តីថ្លែងការណ៍របស់គេហៅថាអតីតមេតបដែលជាអ្នកមកបង្កើតគណៈបកនយោបាយមួយខ្ញុំអត់ចង់លើកយកឈ្មោះពួកគាត់អីមកនិយាយទេប៉ុន្តែវាគ្រាន់តែជាសេចក្តីថ្លែងការណ៍របស់គណៈបកប្រឆាំងមួយនៅក្នុងរដ្ឋាភិបាលថៃទេនឹងហើយធ្លាប់ជាអតីតមេតបអីចឹងសូមបងប្អូនទាំងអស់មុននឹងធ្វើការ share ឬក៏ផ្សព្វផ្សាយព័ត៌មានអីទៅសូមឲ្យទទួលព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយឲ្យមានភាពជាក់លាក់ពិតប្រាកដពីព្រោះនៅពេលដែលប្រទេសកម្ពុជាយើងនិងប្រទេសថៃមានវិវាទបញ្ហាព្រំដែននេះគ្រប់មជ្ឈដ្ឋានទាំងអស់តែងតែផ្សព្វផ្សាយជាព័ត៌មានមកមានពិតមានមិនពិតមានព័ត៌មានបំផ្លើសហើយក៏មាន MMO ខ្លះបាទធ្វើទៅដើម្បីតែទាក់ទាញចំណាប់អារម្មណ៍រួចហើយបង្កើតភាពវឹកវរចលាចលបំពុលសង្គមចឹងមុននឹងយើងជឿឬក៏មុននឹងយើងធ្វើការផ្សព្វផ្សាយបន្តការ share បន្តរបស់យើងនេះត្រូវឈរលើគោលដៅច្បាស់ពិតប្រាកដព្រោះឥឡូវនេះយើងកំណត់មិនបានអ្នកណាមិត្តអ្នកណាសត្រូវទេបាទវាអាចធ្វើឲ្យអារម្មណ៍ប្រជាពលរដ្ឋច្បោកច្បល់នៅពេលដែលផ្សាយព័ត៌មានមិនពិតមកខ្ញុំច្បាស់លាស់នៅពេលដែលគេផ្សាយពឹបគឺខ្ញុំចូលទៅចុចពឹបអានភាសាថៃព្រោះយើងចេះអានបកប្រែដឹងន័យហើយសេវឯកសារសេចក្តីថ្លែងការណ៍របស់គេយកទៅបង្ហោះប្រាប់ថានេះមិនមែនជាលិខិតលាលែងពីតំណែងនាយករដ្ឋមន្ត្រីរបស់ថៃទេបាទតាំងពីម៉ោង 9 រហូតមកដល់ម៉ោង 12 ទៅខ្ញុំហ៊ានអាប់ដេតព័ត៌មានខ្ញុំអត់ចេញ live ភ្លាមទេដោយខ្ញុំតាមដានតើចន្លោះម៉ោង 9 ហ្នឹងសភារបស់ថៃឬក៏គណៈរដ្ឋមន្ត្រីរបស់ថៃបញ្ជូនលិខិតហ្នឹងទៅដោយគេសរសេរនៅក្នុង page ហ្នឹងមែនឬអត់
តាមដានមកមកព្រឹកហើយចឹងមានន័យថាឥឡូវនេះយើងបានស្ដាប់នៅសេចក្តីថ្លែងការណ៍របស់នាយករដ្ឋមន្ត្រីថៃទៅតែចប់បាញ់មិញនេះដែលក្នុងជំហររបស់គេគឺមិនមានការលាលែងពីតំណែងអីទេគេមានតែនិយាយថាគេបានសុំទោសទៅមេតបភូមិភាគ2របស់គេឲ្យសម្រុះសម្រួលណាហ្នឹងហើយដែលខ្ញុំបានអានឯកសារមិញទីប្រឹក្សាផ្ញើចូលមកឲ្យតាមឆាតអញ្ចឹងទៅខ្ញុំចូលទៅអានបន្ទាប់មកខ្ញុំចូលទៅមើលស្ដាប់សម្ដីរបស់ផៃថងឋាននិយាយដោយផ្ទាល់មាត់ដែលគេកំពុងតែធ្វើសន្និសីទកាសែតឬក៏សេចក្តីថ្លែងការណ៍ជាសាធារណៈរបស់គេទៅកាន់មហាជនបាទចុងក្រោយទៅបកកតុយវាទៅជាយើងចង់ខុសតាមការពិតសំលេងកាលណាមានការសន្ទនាគ្រប់មេដឹកនាំប្រទេសមួយគេតែងតែមានការអាត់សំលេងទុកឲ្យវាជារឿងគេប្រយ័ត្នប្រយែងការពារខ្លួនគេដែរអញ្ចឹងខ្ញុំមិនចង់លូកដៃចូលពីរឿងថាអ្នកណាជាអ្នកផុសព័ត៌មាននឹងមកអ្នកណាយកបរោះព័ត៌មានទេបើតាមស្ដាប់សំលេងរបស់គាត់ដែលគាត់ឆ្លើយឆ្លងជាមួយអតីតនាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោហ៊ុនសែនក៏វាមិនមានជាការខុសអីដែរបាទជាលក្ខណៈផ្ទាល់ខ្លួនជាលក្ខណៈនិយាយមិនមែនជាកិច្ចការសម្ងាត់ទេគ្រាន់តែចង់សម្របសម្រួលផ្នែកផ្លូវទូតអ្វីដែលខុសចំណុចមួយគឺខុសត្រង់ថាគាត់តាក់ទងផ្ទាល់បើពាក់ព័ន្ធទៅកិច្ចការនយោបាយមានន័យថានាយករដ្ឋមន្ត្រីត្រូវមានកិច្ចការបរទេសទំនាក់ទំនងកិច្ចការបរទេសតាក់ទងទៅនឹងទូតតាក់ទងទៅក្រសួងការបរទេសធ្វើការតាក់ទងនេះប៉ុន្តែចំពោះសម្លេងរបស់គាត់នេះយើងគិតថាជាលក្ខណៈគេហៅថាឯកជនដែលគាត់ខលពីទូរស័ព្ទដៃរបស់គាត់អញ្ចឹងការដែលសម្ដេចអតីតនាយករដ្ឋមន្ត្រីយកមកបង្ហោះមានន័យថាឯកសារនេះត្រូវបានគេបង្ហោះមុនមិនមែនគាត់ជាអ្នកបង្ហោះទេគេបង្ហោះទៅមុនហើយមានចំនួនប្រមាណប្រហែលជា9នាទីអញ្ចឹងគាត់ថាមិនមែនទេអាហ្នឹងគឺមានចំនួន17នាទីប្រមាណចុចវិអញ្ចឹងទៅណាហ្នឹងហើយគាត់អត់មានអីខុសទេហើយសម្លេងទោះបីចេញទៅក្រៅក៏ដោយក៏វាអត់អីខុសដែរការចរចាគ្នាដើម្បីបើកព្រំដែនឡើងវិញវាជាទំនាក់ទំនងកិច្ចការគ្រួសារផ្ទាល់ខ្លួនវាអត់ខុសប៉ុន្តែអ្វីដែលខុសខ្ញុំបានចូលទៅមើលសេចក្តីថ្លែងការណ៍របស់នាយអតីតនាយឧត្តមសេនីយ៍ដែលទៅបើកគណៈបកនយោបាយមួយប្រឆាំងរដ្ឋាភិបាលថៃមានន័យថាប្រទេសថៃបាត់ស័ក្តិសិទ្ធិរបស់ខ្លួនណាអាហ្នឹងន័យរបស់គេមានន័យថាថៃជាប្រទេសដែលមិនចេះរណបណាមានកិត្តិយសផ្ទាល់ខ្លួនរបស់ខ្លួនមិនគួរណានាយករដ្ឋមន្ត្រីទៅនិយាយអង្វរកអីអញ្ចឹងណានេះគឺជាការបន្ថយនៅកម្ដៅនយោបាយការសន្ទនាគ្នាដោយផ្ទាល់ខ្លួនមិនប្រើកិច្ចការទូតវាក៏ជាការបន្ថយនៅកម្ដៅនយោបាយរវាងប្រទេសនិងប្រទេសដែរបើឲ្យកងទ័ពចរចាកងទ័ពអត់មានពេលចរចាព្រោះកងទ័ពចេះតែសន្ទ្រឹទៅពីរឿងបាញ់រឿងបោះអញ្ចឹងហើយនាយករដ្ឋមន្ត្រីពេលខ្លះក៏ត្រូវប្រើវិធីហ្នឹងវាជាយុទ្ធសាស្ត្រនយោបាយប្រទេសមួយឆ្លងប្រទេសមួយបើសិនជានាយករដ្ឋមន្ត្រីអាចធ្វើការចរចាផ្ទាល់ខ្លួនបានជាមួយសមាភាគីរបស់ខ្លួនដោយបន្ថយកម្ដៅនយោបាយបានយើងក៏គួរតែគ្រប់គ្រងក៏ប៉ុន្តែថៃជាប្រទេសដែលរឹងមានះប្រជាជនរបស់គេក្រុមជ្រុលនិយមរបស់គេហ្នឹងគេគិតថាធ្វើអញ្ចឹងគឺជាការអោនក្បាលបន្តោសបង្អាប់ពូជអម្បូររបស់គេឬក៏បន្តោសបង្អាប់កិត្តិយសរបស់ប្រទេសគេភ្លេចគិតថាផៃថងឋានធ្វើនេះពីព្រោះវាប៉ះពាល់ដល់សេដ្ឋកិច្ចប្រទេសថៃមិនទាន់រងផលប៉ះពាល់ច្រើនទេណារយៈពេលនេះវាមានរយៈពេលជិត2សប្តាហ៍ហើយតែបើកន្លងផុតទៅរយៈពេលដល់ត្រឹមខែឬក៏ឡើងកាន់ខែតទៅទៀតសេដ្ឋកិច្ចរបស់ថៃដាំក្បាលចុះដោយស្វ័យប្រវត្តិវិបត្តិសេដ្ឋកិច្ចនឹងកើតឡើងចាំមើលតើប្រជាពលរដ្ឋមានប្រមាណលានអ្នកដែលទៅបះបោបាតកម្មរំលំរដ្ឋាភិបាលឬក៏រំលំកងទ័ពដោយខ្លួនឯងខ្ញុំបាននិយាយឲ្យថាមនុស្សថៃមិនធ្លាប់អត់ទេតែកាលណាអត់ទៅដល់ខ្យល់ស្ទះដង្ហើមចាប់ដើមងើបបះបោហើយឥឡូវនេះភាគីដែលសំខាន់បំផុតជាមេកមីសម្រាប់ដុតបញ្ឆេះរដ្ឋាភិបាលគឺភាគីខាងប្រឆាំងដែលមានកំណត់ជ្រុលនិយមបាទគេយល់ថាធ្វើអញ្ចឹងគឺបន្តោសបង្អាប់ទម្លាក់កិត្តិយសប្រទេសថៃប៉ុន្តែគេអត់បានមើលអំពីវិបត្តិសេដ្ឋកិច្ចដែលបានកើតឡើងជាបដើនៅតាមព្រំដែននេះបាទឡានដឹកទំនិញផ្សេងដែលលក់មិនចេញហ្នឹងគឺយកទៅចាក់ចោលបដើបន្លែផ្លែឈើដែលនាំចូលមកកម្ពុជាមិនបានយកទៅចាក់ចោលតិចទៀតដុតបញ្ឆេះកំហឹងប្រជាពលរដ្ឋថៃរបស់ខ្លួនឯងហ្នឹងផ្ទុះដូចភ្នំភ្លើងអញ្ចឹងបាទដូច្នេះខ្ញុំជឿសម្រាប់ការចរចាជាលក្ខណៈក្រៅផ្លូវការនៅមួយរវាងមេដឹកនាំនិងមេដឹកនាំវាអត់ខុសទេពីព្រោះគេចង់បន្ថយកម្ដៅនយោបាយ
ការចរចាគ្នាជាលក្ខណៈក្រៅផ្លូវការវាអាចគឺជាការបន្ទន់អរិយាប័ត្ររបស់នាយករដ្ឋមន្ត្រីមកកាន់មេដឹកនាំរបស់កម្ពុជាកម្ពុជាអត់មានកំហុសសំបីតែបន្តិចកម្ពុជាជាប្រទេសមួយដែលជាជំហានជើងក្រោយសម្រាប់ទទួលយកអសានវត្តរបស់គេបិទកម្ពុជាយល់ព្រមបិទតែកម្ពុជាមិននាំអាចមុនគេទេអញ្ចឹងបើសិនដាក់បន្ទុកថាតើនរណាជាអ្នកធ្វើខុសរឿងហ្នឹងកម្ពុជាអត់ខុសទេព្រោះកម្ពុជាដើរតាមក្រោយខ្ញុំបាននិយាយច្រើនវីដេអូហើយថាកម្ពុជាជាប្រទេសមួយដែលទិញទំនិញពីបរទេសបើអត់ប្រទេសថៃគេនឹងទៅទិញវៀតណាមទៅទិញចិនទៅទិញម៉ាឡេទៅទិញឥណ្ឌូសិង្ហបុរីគេទៅទិញប្រទេសដែលបើកច្រកពាណិជ្ជកម្មជាមួយគេអញ្ចឹងគេមិនស្លាប់ទេគេមិនមែនថៃបិទច្រកមួយហើយគេស្លាប់ទេចាំបាច់ណាស់យើងមើលឃើញអំពីអរិយាប័ត្រនៃការបន្ទន់ពេលហ្នឹងផៃថងឋានខ្លួនឯងគឺចង់បន្ថយកម្ដៅនយោបាយក៏ប៉ុន្តែការបន្ថយកម្ដៅនយោបាយវាខុសចិត្តជាមួយនឹងពលរដ្ឋរបស់ខ្លួនដែលកំពុងតែមានកំហឹងពុះកញ្ជ្រោលនិងកងកម្លាំងរបស់ខ្លួនដែលមិនអាចគ្រប់គ្រងបានរដ្ឋាភិបាលថៃអត់មានអំណាចសូម្បីតែបន្តិចក្នុងការគ្រប់គ្រងកម្លាំងកងទ័ពឥឡូវសេចក្តីថ្លែងការណ៍ដែលខ្ញុំបានមើលចប់រយៈពេល7-6នាទីដែលគាត់បានថ្លែងបាញ់មិញនេះហើយគាត់បានអញ្ជើញទាំងទាហានទាំងក្រសួងការបរទេសរបស់គាត់មកឈរខាងក្រោយខ្នងគាត់រួចឲ្យគាត់ថ្លែងនេះវាជាកំហុសបច្ចេកទេសមួយយើងអត់ដាក់បន្ទុកទៅលើប្រទេសណាមួយទេវាជាកំហុសបច្ចេកទេសមួយក្នុងការអាត់សម្លេងឬក៏បញ្ចេញសម្លេងទៅគឺយើងចាប់អតិភិបមិនបានតែបើគិតថាតើខុសទេវាអត់ខុសទេវាមិនមានអ្វីធ្ងន់ធ្ងរទេវាអត់មានអ្វីធ្ងន់ធ្ងរទេហើយក៏មិនមែនជារឿងក្បត់ជាតិវាជារឿងគំនិតចង្អៀតចង្អល់ជាតិនិយមជ្រុលរបស់ពួកថៃមួយក្រុមតែប៉ុណ្្នឹងឯងបាទឥឡូវសេចក្តីថ្លែងការណ៍របស់គេមិនមានការរំលាយសភាមិនមានការលាលែងជាសាធារណៈចេញពីតំណែងនាយករដ្ឋមន្ត្រីហើយគេថែមទាំងបានថ្លែងថាពលរដ្ឋរបស់ថៃទាំងកងកម្លាំងទាំងពលរដ្ឋត្រូវតែរួមសាមគ្គីណែមើលគេដំណាក់កាលនេះជាដំណាក់កាលដែលគេរួមសាមគ្គីគ្នាឃើញទេគេប្រើពាក្យថាត្រូវតែរួមសាមគ្គីគ្នាចន្លោះពេលនេះផៃថងឋានខ្លួនឯងបានខលទូរស័ព្ទទៅជួបនឹងមេកងទ័ពនៅភូមិភាគ2ហើយដើម្បីសម្រុះសម្រួលគ្នានិយាយចរចារកផ្លូវត្រូវដើម្បីកុំឲ្យមានកំណត់អរិភាពនឹងគ្នាគេធ្វើបានណាគេធ្វើបានទោះបីប្រជាជនចោទគេក៏ដោយពីព្រោះពួកជ្រុលនិយមមួយភាគធំបានចោទថាគាត់គឺជាមនុស្សលុះក្បាលជាមនុស្សដែលទៅអោនរណបដាក់ប្រទេសជាបច្ចមិត្តណែគេចោទអញ្ចឹងក្នុងន័យដែលគេចោទនេះមានន័យថាគេចង់ធ្វើរដ្ឋប្រហារឬក៏ទម្លាក់តំណែងនាយករដ្ឋមន្ត្រីចេញពីរដ្ឋាភិបាលរឿងរបស់គេឥឡូវគេថ្លែងសន្ទរកថាថាគេមិនបានលាលែងគេមិនបានរំលាយសភាណាគេបានចរចាបញ្ចប់វិវាទគេហៅថាចរចាបញ្ចប់ការយល់ច្រឡំរបស់មេភូមិភាគ2ជាមួយគេអញ្ចឹងគេវិលទៅរកការឯកភាពគ្នារឿងអីដែលយើងត្រូវលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់គេអញ្ចឹងចំពោះព័ត៌មានដែលយើងយកមកផ្សាយជាព័ត៌មានមិនពិតនេះយើងត្រូវសិក្សាថ្លឹងថ្លែងចូលទៅអានឯកសាររបស់ថៃព័ត៌មានរបស់ថៃហើយនិងសេចក្តីថ្លែងការណ៍របស់នាយករដ្ឋមន្ត្រីថៃជៀសវាងការយល់ច្រឡំយល់ហើយថាស្រុកមានបញ្ហានឹងគ្នាមនុស្សម្នាក់តែងតែចង់ដឹងអំពីលទ្ធផលរបស់ប្រទេសមួយឬក៏លទ្ធផលរបស់បុគ្គលមួយដែលជាមេដឹកនាំក្នុងប្រទេសមួយក៏ប៉ុន្តែពេលខ្លះកុំឲ្យវាជ្រុលកុំឲ្យវាខុសណាតាមដានឲ្យវាត្រូវកុំឲ្យសង្គមយើងខ្លាចទៅជាសង្គមមួយដែលវាអត់ភាពពិតប្រាកដពេលនេះចន្លោះពេលនេះមនុស្សកំពុងតែគេហៅថាឱកាសនិយមណាសម្រាប់ page MMO អ្នករលួយអីគេចង់បង្កើតព្រឹត្តិការណ៍ឡើងមកដើម្បីអីទី1នៅពេលដែលមនុស្សចូលទៅមើលទៅវាបានលុយអញ្ចឹងយើងត្រូវប្រយ័ត្នអាកន្លែងហ្នឹងខ្ញុំម៉ោង9ខ្ញុំផុសវីដេអូមួយខ្ញុំផុសមួយឲ្យបងប្អូនធ្វើការពិចារណាបាទខ្ញុំផុសមួយណាមានន័យថាឥឡូវឲ្យចូលទៅមើលសេចក្តីថ្លែងការណ៍របស់ណៃភុនគេហើយមេតបគេដែលថ្លែងការណ៍នឹងជាបកប្រឆាំងមួយក្នុងរដ្ឋាភិបាលមានន័យថាគេមិនឯកភាពគេមិនស្របទេដោយសារតែបទពិសោធន៍របស់ផៃទាំងឋាននេះមិនមានក្នុងការដឹកនាំប្រទេសទើបធ្វើឲ្យគេហៅខ្វាមម៉ាន់គង់របស់គេនោះវាអាចនឹងផុយស្រួយឬក៏ធ្លាក់ទៅជារណបអនិសរភាពរបស់ប្រទេសណានេះតាមការចោទប្រកាន់របស់គេរឿងរបស់គេអានឲ្យច្បាស់យល់ន័យគេហើយកុំមានការយល់ច្រឡំខ្ញុំបានកែព័ត៌មានបងប្អូនច្រើនដែលផុសមកដែរបង្កើតការយល់ច្រឡំដូច្នេះឥឡូវច្បាស់ការហើយបាទខ្ញុំបានចូលទៅស្ដាប់មិញប្រហែលជា5-6នាទីពាក់ព័ន្ធទៅសេចក្តីថ្លែងការណ៍របស់គេមានច្បាស់ការហើយគេនៅតែមានកំណត់រួមសាមគ្គីគ្នាណែឃើញទេចន្លោះពេលនេះគេនឹងមិនឆ្លោះគ្នាទេគេដាច់ខាតគេមិនឆ្លោះគ្នាទេ
គេមិនឆ្លោះគ្នាគេមិនធ្វើរដ្ឋប្រហារទេព្រោះគេត្រូវការពឹងគ្នាកម្លាំងកងទ័ពជាអ្នកទៅបិទព្រំដែនរដ្ឋាភិបាលត្រូវតែធ្វើការចរចាបើកច្រកព្រំដែនដើម្បីកុំឲ្យវាកើនកម្ដៅនយោបាយវាជាល្បិចរបស់គេជាល្បិចរបស់គេដូច្នេះបើយើងទៅវាយប្រហារគេអត់កើតឬយើងទៅជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងគេក៏អត់កើតចោតបំពេញមកលើយើងថាធ្វើអញ្ចឹងក៏អត់បានដែរចាំបាច់ពាក្យឆ្លើយឆ្លងគ្នារវាងមេដឹកនាំមួយនិងមេដឹកនាំមួយគេតែងតែមានការរីខតសម្លេងវាជារឿងធម្មតាប៉ុន្តែការតម្លេងទៅហើយដើម្បីយកជាជំនះលើគូបរិកៈខ្ញុំគិតថាល្បិចនយោបាយរបស់កម្ពុជាខ្ពស់ជាងថៃខ្ពស់ជាងយោងតាមបទពិសោធន៍អតីតនាយករដ្ឋមន្ត្រីខ្មែរយើងដែលមានភាពចាស់ទុំអញ្ចឹងហើយមានន័យថាល្បិចនៃការធ្វើនយោបាយរបស់គាត់ខ្ពស់ជាងបាទឯនោះក្មេងខ្វះបទពិសោធន៍ក៏ប៉ុន្តែកុំយករឿងហ្នឹងមកធ្វើជាចំណុចវាយប្រហារគ្នាគ្រាន់តែថាការសម្រួលគ្នាការនិយាយគ្នាទៅតាមទូរស័ព្ទនេះពេលខ្លះវាអាចបន្ថយនៅកម្ដៅនយោបាយបានមួយភាគដែរទៅស្ដាប់សម្លេងការចរចាឲ្យចប់ទាំង16 17នាទីដែលបានអាប់ជាคลิปហ្នឹងវាមិនមានអ្វីប៉ះពាល់ទៅដល់កិច្ចការអន្តរជាតិទេគ្រាន់តែជាការបន្ថយកម្ដៅនយោបាយហើយការសំណូមពរឲ្យបើកច្រកទៀតសោតក៏វាមិនមានអ្វីប៉ះពាល់ដល់កិច្ចការទូតដែរខ្ញុំគិតថាអញ្ចឹងពីព្រោះវាប្រៀបដូចជាការសម្រួលការរស់នៅរបស់ប្រជាពលរដ្ឋប្រទេសទាំងពីរអញ្ចឹងហើយបើយើងទៅវាយប្រហារថាភាគីខាងនេះចាញ់ភាគីខាងនោះឈ្នះវាអត់ទេសង្គ្រាមពេលដែលវាកើតឡើងវាកើតចេញពីចិត្តមានះរបស់មេដឹកនាំមិនចេះដាក់ខ្លួនទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួនមិនចេះនិយាយគ្នាមិនចេះបែរមុខមកនិយាយគ្នានឹងហើយដែលវាកើតទៅជាចំនួនរ៉ាំរ៉ាយភាគីពាក់ព័ន្ធភាគច្រើនគឺយកត្រូវរៀងខ្លួនដណ្ដើមគ្នាដេកកដាលមនុស្សពីរនាក់ទើបធ្វើឲ្យប្រទេសវាកើតសង្គ្រាមបើគេដាក់ចិត្តមកនិយាយនឹងយើងដាក់ចិត្តទៅនិយាយនឹងគេទោះបីវាជាលក្ខណៈផ្ទាល់ខ្លួនក៏ដោយកិច្ចការផ្លូវរដ្ឋក៏ដោយក៏ត្រូវតែសម្របសម្រួលគ្នាដែរដើម្បីអីបើកច្រកឲ្យវាធូរបងប្អូនចូលចាំយើងក៏ដូចជាជនជាតិថៃមួយចំនួនដែលមានកំណត់ជ្រុលនិយមដែរយើងគិតទៅណាយើងនៅភ្នំពេញយើងជាគិតថាបិទវាបិទឲ្យរាប់ខែទៅកំបើកបិទឲ្យរាប់ខែទៅកំបើកយើងបានថ្លឹងពីអារម្មណ៍របស់មនុស្សដែលនៅព្រំដែននេះអត់ទេមានន័យថាយើងធ្វើតាមកំហឹងរបស់យើងពេលដែលយើងឃើញរដ្ឋាភិបាលកម្ពុជាបិទច្រកតាមក្រោយពួកថៃហ្នឹងយើងមានសេចក្តីសាទរណាពីព្រោះយើងធ្វើតាមកំហឹងរបស់យើងហើយក៏យើងគុំគួននឹងពួកថៃដែលធ្វើចំពោះយើងចឹងដែរក៏ប៉ុន្តែបើយើងសិក្សាស្វែងយល់ពីអ្នកដែលនៅព្រំដែនទៅសួរអ្នកប៉ោយប៉ែតអូស្មាច់ច្រកឡែមច្រកដូងច្រកប៉ៃលិនទៅសួរពួកគាត់មកថាពួកគាត់ចង់បានដូចយើងអត់ចង់បានទេអញ្ចឹងយើងយកការថ្លឹងថ្លែងរបស់មនុស្សនៅព្រំដែនទាំងពីរប្រទេសមកធ្វើការថ្លឹងថ្លែងខ្ញុំណាបងប្អូនមួយថ្ងៃចុចតាវីដេអូ page របស់ក្រមប្រជាពលរដ្ឋដែលរស់នៅប្រទេសថៃតាមព្រំដែនប្រមាណភាគរយដែលចង់បិទព្រំដែនធ្វើសង្គ្រាមអត់ទេឡានតម្រៀបគ្នាអញ្ចឹងទៅឃើញតែផុសឲ្យនិយាយភាសាថៃមកណាអស់លោកមើលទៅទាហានមើលទៅកងទ័ពមើលទៅតើផលចំណេញផលខាតយ៉ាងណាចំពោះការនាំចេញបន្លែនាំចេញទំនិញទៅកាន់ប្រទេសកម្ពុជាទៅអត់រួចពួកយើងមានការលំបាកខ្លាំងណាស់យកបន្លែយកទំនិញនឹងទៅចាក់ចោលតើខាតបងអ្នកណាអានេះយើងមើលភាគីថៃបើយើងតាមដានអ្នកចេះស្ដាប់ភាសាថៃយើងមើលភាគីថៃត្អូញត្អែតើគេចង់ឲ្យកើតសង្គ្រាមដែរឬទេយើងទៅមើលក្រុមមួយក្រុមដែលជាក្រុមជ្រុលនិយមនៅក្នុងបាងកកដែលគេមិនដឹងអំពីទុក្ខលំបាករបស់មនុស្សនៅព្រំដែននេះគេថាថៃត្រូវតែធ្វើអញ្ចឹងបានត្រឹមត្រូវប្រជាជនកម្ពុជាមួយភាគធំដែលនៅទីក្រុងភ្នំពេញដែលឆ្ងាយពីព្រំដែនគេថាបិទ3ខែមកទៅបិទ4ខែមកទៅយកការថ្លឹងថ្លែងរបស់យើងនៅក្រុងភ្នំពេញទៅថ្លឹងជាមួយអារម្មណ៍របស់មនុស្សនៅព្រំដែនយកថ្លឹងសម្ដីរបស់អ្នកនៅបាងកកទៅថ្លឹងជាមួយសម្ដីមនុស្សនៅព្រំដែនតើវាខុសគ្នាប្រមាណភាគរយណាបិទទៅយើងថាបិទទៅយើងនៅភ្នំពេញចឹងទៅសួរអ្នកនៅព្រំដែនសិនតើការបិទនេះសบายរីករាយឬអត់អ្នកមិនបានចុះទៅស្ថានភាពផ្ទាល់ទាំងស្ថានភាពរបស់កងទ័ពទាំងស្ថានភាពរបស់ប្រជាពលរដ្ឋណាយើងអត់បានចុះជួបផ្ទាល់ដូច្នេះហើយតាមអារម្មណ៍របស់យើងធ្វើអញ្ចឹងឲ្យថៃវាសមមុខធ្វើអញ្ចឹងឲ្យថៃវារៀងម្ដងណោះទៅស្ដាប់សំឡេងដង្ហើយស្រែករបស់អ្នកដែលនៅព្រំប្រទល់ទាំងខ្មែរទាំងថៃនិយាយនេះក្នុងនាមជាអ្នកនយោបាយទៅអនាគតការដឹកនាំប្រទេសរបស់
អ្នកដឹកនាំមួយត្រូវគិតគូរអំពីផលប្រយោជន៍រួមរបស់ប្រទេសមិនមែនគិតពីផលប្រយោជន៍របស់ផ្ទាល់ខ្លួនទេនយោបាយដើរខុសរាសស្លាប់នយោបាយដើរត្រូវរាសរស់តើចន្លោះពេលចាប់ពីថ្ងៃ20ជាងនេះមកដល់ពេលបច្ចុប្បន្នដែលយើងមានវិវាទព្រំដែនរហូតដល់កងកម្លាំងកងទ័ពរបស់ថៃប្រើជាឯកតោភាគីក្នុងការបិទច្រកព្រំប្រទល់តើផលប៉ះពាល់ពួកថៃនិងពួកកម្ពុជាទទួលផលប៉ះពាល់ដូចយ៉ាងម៉េចណាមួយថ្ងៃទំនិញនាំចូលកម្ពុជាចំនួន20លានបាតខ្ញុំឧទាហរណ៍កម្ពុជាត្រូវចាយទៅលើថៃ20លានបាតឬក៏កម្ពុជានាំចូលទៅវិញត្រឹមតែ10លានបាតឬក៏5លានបាតអញ្ចឹងផលប៉ះពាល់ថៃប៉ះពាល់ខ្លាំងជាងកម្ពុជាណាអ្នកនាំចេញទំហំធំការខាតក៏វាធំអ្នកទិញចូលចំនួនច្រើនអញ្ចឹងហើយចំណូលរដ្ឋថៃបានច្រើនហើយប្រជាជនកម្ពុជាទទួលចំណូលបានតិចសួរថាអ្នកណាក្តៅក្រហាយរឿងនយោបាយពេលខ្លះមេដឹកនាំនៅពេលដែលជាប់គំនាបនៅក្នុងរឿងអ្វីមួយគេតែងតែរយច្រកចេញដើម្បីអីផ្ដល់សេចក្តីសុខដល់ពលរដ្ឋរបស់ខ្លួនយើងអ្នកនយោបាយក៏អញ្ចឹងដែរសួរថាតើយើងចង់ធ្វើសង្គ្រាមទេមិនចង់ទេយើងចង់បំពេញគេមិនចង់ទេជាតិសាសន៍នេះតាំងពីដើមទីមកគម្រាប់សម័យអង្គរមិនមែនជាសម័យកាលដែលពុទ្ធសាសនាកាន់អំណាចទេជាសម័យកាលដែលព្រហ្មញ្ញសាសនាកាន់អំណាចព្រហ្មញ្ញសាសនាកាន់អំណាចមិនដែលខ្វល់ពីនរណាទេធ្វើម៉េចឲ្យដីខ្លួនឯងធំធ្វើម៉េចឲ្យខ្លួនឯងមានសួយសាកមកកសាងសង្គមរបស់ខ្លួនឯងជាសង្គមមួយដែលមិនទាន់មានសង្គមប្រជាជាតិឬអង្គការសហជីវជាតិចូលគ្រប់គ្រងតំបន់ណាមួយអ្នកខ្លាំងតែងតែគ្រប់គ្រងអ្នកខ្សោយអ្នកឈ្នះតែងតែវាយទន្ទ្រានអ្នកខ្សោយដូច្នេះក្រោយមកទៀតយើងឈប់គិតមានន័យថាឈប់គិតពីរឿងហ្នឹងយើងគិតពេលបច្ចុប្បន្ននេះចឹងសង្គមមួយដែលគេមានអធិពលជះមកលើយើងវាដូចយើងនៅក្នុងសម័យអង្គរដែលជះអធិពលទៅលើគេអញ្ចឹងរឿងទាំងអស់នេះសូមធ្វើឲ្យខ្មែរទាំងអស់មានការពិចារណាការប្រឆាំងអីក៏ដោយក៏ត្រូវគិតពីប្រយោជន៍របស់ប្រជាជនគិតប្រយោជន៍ប្រជាជនជាធំយើងកុំតម្កល់ប្រយោជន៍របស់យើងជាធំគិតប្រយោជន៍មនុស្សគិតប្រយោជន៍របស់ជាតិជាធំផលប៉ះពាល់រយៈពេលនៃការបិទច្រកព្រំដែននេះថៃវាក្តៅក្រហាយប្រើពាក្យវាទៅចោះដោយសារអីការបិទជាឯកតោភាគីដោយមិនផ្ដល់ដំណឹងដល់កម្ពុជានេះវាក៏ជាការល្មើសនឹងច្បាប់កិច្ចការអន្តរជាតិមួយដែរប្រទេសថៃមានទូតនៅកម្ពុជាមានទូតនៅថៃអត់ជូនដំណឹងជាលាយលក្ខណ៍អក្សរឬក៏សេចក្តីថ្លែងការណ៍ណាមួយទេបិទខ្វោកដូច្នេះខ្មែរធ្វើតាមក្រោយពេលខ្លះក៏មិនត្រូវទម្លាក់កំហុសមកកម្ពុជាដែរកម្ពុជាជាជើងក្រោយដោយជើងមុខអញ្ចឹងហើយជំហានរបស់កម្ពុជានេះគឺឈានទៅតាមថៃរៈធ្វើទេប៉ុន្តែទំហំទឹកប្រាក់ដែលខាតមិនមែនកម្ពុជាទេគឺថៃជាអ្នកខាតបង់ច្រើនបំផុតខ្ញុំណាបងប្អូនមួយថ្ងៃខ្ញុំរុញតែពេកថៃទេខ្ញុំមិនសូវមើលព័ត៌មានកម្ពុជាដោយសារឯព័ត៌មានកម្ពុជាច្រើនតែព័ត៌មានคล้ายពីព្រឹកមិញនេះគេបានបកប្រែពីសេចក្តីថ្លែងការណ៍របស់នายพลរបស់ថៃនេះយកមកបង្ហោះដែរហើយខ្ញុំបានចូលទៅអានដែរតែខ្ញុំអត់ទាន់ជឿទេខ្ញុំនៅទៅ search ព័ត៌មានជាមួយខាងប្រទេសថៃសិនដើម្បីឲ្យយកមកអាប់ដេតព័ត៌មានអញ្ចឹងមកដល់ម៉ោងនេះដែលយើងបានផ្សាយព្រមព្រៀងថាគាត់បានទៅចុះហត្ថលេខាតាំងពីកណ្ដាលអាត្រៀតថ្នាក់ដល់គេវាយគេចំអកថាវាមិនដែរអាណាទៅឡាយបរោះលេខាចុះហត្ថលេខាណាកណ្ដាលអាត្រៀតគេដេកគេពួននោះទេម៉ោង1ម៉ោង2អាត្រៀតគេដេកបាត់ហើយហ្នឹងវាមានសភាណាធ្វើការវាមានសំណាក់នាយករដ្ឋមន្ត្រីណាធ្វើការវាមានខុទ្ទកាល័យណាធ្វើការទៅជាផ្សាយរឿងមិនពិតណាគេថានាយករដ្ឋមន្ត្រីថៃហ្នឹងគឺទៅផ្សេងសញ្ញេតាំងពីម៉ោង2ដល់10ម៉ោង1អាទិត្យវាអត់មានហើយគេថាម៉ោង9នេះញ៉ាត់លាលេងនេះសេចលិខិតលាលេងនេះនឹងចូលទៅដល់សភាឯងចូលទៅមើលដូចមិនឃើញមានសភាប្រជុំវាឃើញតែគណៈរដ្ឋមន្ត្រីរបស់ថៃកំពុងតឹងសរសៃកដាក់គ្នាតែរឿងតាក់ទងទៅនឹងរឿងកសិកម្មរឿងអីរឿងរ៉ូស៊ីរបស់គេនោះយើងតាមដានណាស់ដើម្បីអីអាប់ដេតព័ត៌មាននេះចែករំលែកដល់បងប្អូនអញ្ចឹងរឿងស្រុកគេទុករឿងស្រុកគេឆ្លោះគ្នារឿងស្អីក៏ដោយទីបំផុតសេចក្តីថ្លែងការណ៍របស់គេឲ្យថៃរួបរวมគេខលទូរស័ព្ទផ្ទាល់ខ្លួនទៅជួបជាមួយនឹងមេតបភាគទី2ដែលហៅផាក់សងរបស់គេនោះដើម្បីសម្រុះសម្រួលគ្នាជាតិសាសន៍របស់គេតឹងសរសៃកដាក់គ្នាឆ្លោះគ្នាមើលទៅដូចកង់ចង់កាប់ចាក់គ្នាតែទីបំផុតគេនៅរួមគ្នាបានដូច្នេះកម្ពុជាត្រូវរួមគ្នាមើលគេជាគំរូណារឿងធ្លាយប៉ុណ្ណឹងគេចោទថាក្បត់ជាតិគេដល់ថ្នាក់រុញផៃថងឋាននេះឲ្យមកនៅកម្ពុជាជានាយករដ្ឋមន្ត្រីកម្ពុជាល្បិចផ្ទៃក្នុងរបស់គេធ្វើដូចឆ្លោះគ្នាអញ្ចឹងហើយយើងមើលមិនយល់ផ្ទៃក្នុងរបស់គេ
អតីតនាយករដ្ឋមន្ត្រីកម្ពុជាឬក៏ប្រមុខរាជរដ្ឋាភិបាលធ្វើនោះมันខុសទេត្រឹមត្រូវហើយតំណាក់តំណងការនិយាយគ្នាជាមួយនរណាវាត្រូវតែមានការប្រុងប្រយ័ត្នគឺអាត់សម្លេងទុកឬក៏ថតសម្លេងទុកវាជារឿងធម្មតារបស់គេខាងនោះអ្នកទម្លាយមកខាងយើងទម្លាយទៅទម្លាយសារសម្លេងនេះក៏វាមិនមានអ្វីជាលក្ខណៈសម្ងាត់ដែរបាទជាទូទៅគឺនិយាយគ្នាពីរឿងបន្ថយកម្ដៅនយោបាយចង់បើកច្រកឡើងវិញដើម្បីឲ្យដង្ហើមថៃនេះវាឈប់ស្ទះតែប៉ុណ្្នឹងឯងបាទត្រង់ថាថៃចោតបំពេញគ្នាឯងថាអន់ណាស់ថោកទាបណាស់ណាមករណាប់លុតជង្គង់ចំពោះអន្តរជាតិអានឹងរឿងរបស់ឯងណារឿងរបស់ឯងប៉ុន្តែយើងមើលអំពីលក្ខណៈនៃការធ្វើការរបស់គាត់ពេលខ្លះក៏ដើម្បីប្រយោជន៍ប្រទេសថៃដែរវាស្ទះដង្ហើមហើយអញ្ចឹងមានអីសុកចិត្តលុតជង្គង់ចំពោះមុខរបស់យើងដើម្បីភាពចំណេញរបស់ពលកររបស់ប្រជាពលរដ្ឋរបស់គេពេលខ្លះគេត្រូវធ្វើហើយនិយាយជាមួយគ្នាមួយម៉ាត់ពីរម៉ាត់ហ្នឹងកម្ដៅនយោបាយដែលឡើង1000អង្សាđóវាចុះមកនៅត្រឹមតែ100 200ឯងពីព្រោះមនុស្សខ្មែរ7 តុនមនុស្សខ្មែរ7 តុនសុភាពរៀបសារស្លូតបូតមានគុណធម៌ពុទ្ធសាសនាបង្រៀនយើងឲ្យចេះមានមេត្តាធម៌មេត្តាករុណាមុទិតាឧបេក្ខាសេចក្តីសន្តោសប្រណីទាំង4នេះកើតទៅលើអ្នកនយោបាយរបស់កម្ពុជាក៏ប៉ុន្តែមិនមែនស្លូតស្លាប់ទេអញ្ចឹងខ្ញុំមើលឃើញពីអរិយាប័ត្រអតីតនាយករដ្ឋមន្ត្រីកម្ពុជាដែលបានធ្វើនេះជាការប្រុងប្រយ័ត្នដ៏ធំមួយទុកសម្រាប់ការពារខ្លួននៅពេលដែលសត្រូវវាយបកសម្បីតែខ្ញុំក៏ធ្វើអញ្ចឹងដែរប៉ុន្តែមិនមែនជាចេតនាបំបាក់មុខនាយករដ្ឋមន្ត្រីថៃទេមិនមែនជារឿងដែលបំបាក់គ្នាទេរឿងនេះការចរចានេះគឺជាការបន្ថយកម្ដៅនយោបាយល្អបំផុតសម្រាប់ខ្ញុំឲ្យបោះឆ្នោតថាតើស្រឡាញ់សង្គ្រាមទេមិនស្រឡាញ់ទេ20 30 40ឆ្នាំកម្ពុជាដើរមិនទាន់ប្រទេសថៃកម្ពុជាដើរមិនទាន់វៀតណាមបាទកម្ពុជាមានការអភិវឌ្ឍយឺតបំផុតដូច្នេះបើសិនជាមានសង្គ្រាមកើតឡើងកម្ពុជាត្រូវថយក្រោយទៅ20 30ជំហានទៀតកម្ពុជាដើរដល់ដំណាក់កាលនេះវាជាដំណាក់កាលមួយដែលនៅត្រឹង 50% បើកម្ពុជាមានសង្គ្រាមមានវិបត្តិនយោបាយកើតឡើងឬក៏ប្រការណាមួយកម្ពុជាត្រូវដើរថយក្រោយ 10 20ជំហានអញ្ចឹងដើរអត់ទាន់គេដើរមិនទាន់សៀមដើរមិនទាន់វៀតណាមអញ្ចឹងកម្ពុជាត្រូវថែរក្សាជំហរមួយជំហរយ៉ាងច្បាស់ពិតប្រាកដនេះយើងស្រឡាញ់សន្តិភាពយើងមិនស្រឡាញ់សង្គ្រាមទេតែបើសិនជាក្នុងករណីមានការធ្វើរដ្ឋប្រហាររដ្ឋាភិបាលថៃខ្ញុំកាក់ប្រមាណថាសង្គ្រាមវានឹងជិះអត់រួចនេះជាការប្រមើលមើលរបស់ខ្ញុំតាមសង្កេតមើលនិងការតាមដានអំពីប្រវត្តិសាស្ត្រនយោបាយរបស់កម្ពុជាកន្លងមកជាមួយនឹងប្រទេសថៃបើក្នុងករណីថៃធ្វើរដ្ឋប្រហារដកអំណាចប្រព័ន្ធរដ្ឋបាលស៊ីវិលមានន័យថាជាសម័យអន្តរកាលមួយដូច្នេះរដ្ឋាភិបាលមិនមានអំណាចគ្រប់គ្រាន់ទៅបញ្ជាកងទ័ពទី1ទី2រដ្ឋាភិបាលសម័យអន្តរកាលនេះដឹកនាំដោយពួកកងទ័ពគេធ្វើអ្វីស្រេចចិត្តរបស់គេបានផលវិបាករបស់កម្ពុជាពេលនេះត្រូវតម្កល់រដ្ឋាភិបាលថៃឲ្យនៅនឹងមកកន្លែងហើយកម្ពុជានៅស្ងៀមកិច្ចការផ្ទៃក្នុងរបស់ថៃឲ្យគេឆ្លោះគ្នាទៅរឿងរបស់គេយើងបានដាក់ពាក្យប្តឹងទៅដល់ដៃតុលាការយុត្តិធម៌អន្តរជាតិហើយអញ្ចឹងយើងអង្គុយចាំតអ៊ុតដោយអាប៉ោងអញ្ចឹងបើក្នុងករណីកងទ័ពរបស់ថៃធ្វើរដ្ឋប្រហាររាជរដ្ឋាភិបាលរបស់ថៃមានន័យថារដ្ឋាភិបាលត្រូវបង្កើតជាលក្ខណៈអន្តរកាលតើអ្នកណាជាអ្នកចេញមុខទៅដោះស្រាយវិវាទជាមួយកម្ពុជាទុករដ្ឋាភិបាលថៃឲ្យនៅឲ្យរដ្ឋាភិបាលថៃចាត់ចែងក្រុមការងារឬក៏គណៈកម្មការរបស់ខ្លួនទៅតទល់ជាមួយកម្ពុជាបើសិនជាក្នុងករណីរដ្ឋាភិបាលថៃត្រូវបានគេធ្វើរដ្ឋប្រហារដកអំណាចនាយករដ្ឋមន្ត្រីអត់មានគណៈកម្មការដើម្បីបង្កើតឡើងទៅចរចាជាមួយខ្មែរយើងនៅតុលាការយុត្តិធម៌អន្តរជាតិទេពួកថៃនឹងបដិសេធថារឿងទាំងអស់នេះអ្នកធ្វើជាមួយរដ្ឋាភិបាលខ្ញុំមិនដឹងនេះជាសម័យអន្តរកាលខ្ញុំមិនទាន់កើតរដ្ឋាភិបាលទេនេះជាលេសមួយរបស់ពួកថៃចឹងកម្ពុជានៅពេលដែលមានវិបត្តិនេះកើតឡើងកម្ពុជាខ្លួនឯងក៏ទទួលផលប៉ះពាល់ចំពោះពាក្យបណ្ដឹងដែលយើងបានដាក់ទៅយើងក៏មិនចង់ឲ្យរដ្ឋាភិបាលថៃធ្វើរឿងទាំងអស់ហ្នឹងដែរមិនចង់ឲ្យកងទ័ពរបស់ថៃធ្វើរដ្ឋប្រហារមិនមែនថាយើងអាណិតទេណាយើងចង់ទុករដ្ឋាភិបាលថៃមួយឲ្យនៅជាធរមានដើម្បីទៅឆ្លើយឆ្លងចរចាជាមួយយើងមិនមែនស្រួលទេបងប្អូនណាពេលខ្លះបងប្អូនឃើញចឹងបងប្អូនអបអសាទរថាអូផៃថងឋាននេះវាគួរតែធ្លាក់ពីអំណាចគួរតែអីចេះចាំណាថាអំណាចរបស់
នាយករដ្ឋមន្ត្រីថៃมันអាចគ្រប់គ្រងកម្លាំងកងទ័ពបានទេរដ្ឋាភិបាលថៃក៏នៅក្រោមគំនិតរបស់នីតិបញ្ញត្តិដែរសភាព្រឹទ្ធសភាមានអំណាចគ្រប់គ្រាន់ក្នុងការទម្លាក់គាត់ចោលឬក៏កងទ័ពមានសិទ្ធិអំណាចទម្លាក់គាត់ចោលពីអំណាចបានដូច្នេះយើងទុកគាត់ឲ្យនៅឲ្យរដ្ឋាភិបាលនិងរដ្ឋាភិបាលមានសិទ្ធិក្នុងការចរចានិយាយគ្នាវាគ្រាន់បើជាងដកឲ្យទៅជាសម័យអន្តរកាលរួចហើយអត់មានអ្នកណាម្នាក់ដែលជាទីពឹងសម្រាប់ទៅចរចាក្នុងករណីថៃត្រូវបានធ្វើរដ្ឋប្រហារវិបត្តិនឹងកើតឡើងជាមួយកម្ពុជាកងទ័ពវាអត់មានម៉ែឪក្នុងការគ្រប់គ្រងវាអត់ស្ដាប់អ្នកណាទេវាស្មើនឹងអន្តរកាលមានន័យថាអត់មានរដ្ឋាភិបាលដូច្នេះហើយសង្គ្រាមនឹងកើតឡើងសង្គ្រាមនឹងកើតឡើងជៀសមិនរួចសួរថាយើងចង់ធ្វើសង្គ្រាមទេយើងមិនចង់ធ្វើសង្គ្រាមទេសង្គ្រាមវានាំមកនៅសេចក្តីវិនាសរវាងមនុស្សជាតិសង្គ្រាមវារងផលប៉ះពាល់ដូចយើងនិយាយចឹងខ្ញុំនិយាយប្រាប់មិញថាយើងនៅពេញដែរខ្វល់បិទអីបិទទៅបិទ2 3ខែក៏បានដែរយើងមានតែសាទរទៀតប៉ុន្តែស្មើនេះឲ្យសេវានៅតែធ្វើស៊ីទៀតបងប្អូនសួរថាយើងមានកំណត់ចង់ឲ្យបិទព្រំដែនរាប់ខែនេះយើងបានសើចមើលដែរពីអារម្មណ៍និងទឹកចិត្តរបស់មនុស្សខ្មែរនិងមនុស្សថៃនៅព្រំដែនត្រូវយល់កន្លែងហ្នឹងមិញសេវាវា slow បងប្អូនអញ្ចឹងហើយសូមធ្វើអ្វីកុំទៅតាមកំហឹងបើពួកថៃវាមានកំណត់ជ្រុលនិយមចង្អៀតចង្អល់ហើយសូមឲ្យកម្ពុជានេះកុំចង្អៀតចង្អល់តាមពួកជ្រុលនិយមរបស់ថៃធ្វើអីឲ្យគិតអំពីផលប្រយោជន៍របស់មនុស្សសូម្បីតែជាផលប្រយោជន៍តូចក្នុងមនុស្សមួយក្រុមក៏ដោយក៏ជាជាតិសាសន៍របស់យើងដែរពេលដែលគេអត់ចំណីហូបពេលដែលគេខ្វះផ្ទះសម្បែងនៅពេលដែលគេត្រូវបានចាកចេញពីផ្ទះសម្បែងពិតប្រាកដរបស់គេមករស់នៅនិវេសស្ថានមួយដែលជាកន្លែងកិច្ចសង្គ្រាមសួរថាតើអារម្មណ៍របស់យើងសบายចិត្តទេសบายចិត្តទេបាទយើងអត់សบายចិត្តទេព្រោះឥឡូវនេះកម្ដៅនយោបាយកើនឡើងកម្ដៅនយោបាយនៅតាមព្រំដែនក៏វាក្តៅកម្ពុជាយើងនៅតំបន់មុំ3ជាលះមករស់នៅពោ5000ដូច្នេះហើយការលំបាករបស់ប្រជាពលរដ្ឋយើងភៀសសឹកចេញពីតំបន់មួយមកកាន់តំបន់មួយសួរថាតើយើងនេះដែលដេកស្រួលនៅទីក្រុងភ្នំពេញយើងមានអារម្មណ៍របៀបម៉េចដែលឃើញព័ត៌មានផ្សាយមកប្រជាពលរដ្ឋទៅរស់នៅកុំគ្នាក្នុងវត្តដេកនៅក្នុងសាលាឆាន់រួចហើយរស់នៅជានិគមជនមួយដូចសម័យកាលដែលគេភៀសសង្គ្រាមឆ្នាំ1979សួរថាយើងអារម្មណ៍យើងចង់បានអញ្ចឹងទេយើងមិនចង់បានអញ្ចឹងទេយើងដេកមិន